ទី16គឺដាច់ខាតត្រូវត្រឡប់មកវិញព្រោះយើងត្រូវមកស្រោចទឹកដោះគ្រោះទាំងអស់គ្នាបាទឃើញដែរបាទហើយក៏មានបងប្អូនយើងជេរដែរបាទអញ្ចឹងអ្នកជេរបន្តទៀតឆ្នាំថ្មីក៏ជេរឆ្នាំចាស់ក៏ជេរមកជេរបន្តទៀតទៅមកជីវិតហ្នឹងទៅបាទជេររហូតដល់បិទមឈូសបាទជំរាបសួរលោកគ្រូរិចគីជម្រាបសួរបាទចូលលោកគ្រូនេះចិត្តចូលឆ្នាំមកលោកគ្រូណោះបាទសតា2ថ្ងៃទៀត2ថ្ងៃបាទ2ថ្ងៃទៀតព្រោះហ្នឹងហើយខ្ញុំឃើញវីដេអូដែលផុសនៅក្នុង page បងអ៊ំស៊ីវថា Sport បាទឃើញវីដេអូមួយដែលលោកគ្រូនិយាយពីកូនសិស្សពេលទៅផ្ទះហើយត្រឡប់មកវិញលោកគ្រូបាទមានបងប្អូនជាច្រើនក៏បានខមមិនសួរថាលោកថាគ្រូមកឲ្យមកវិញទី11អាហ្នឹងខ្ញុំជំរាបទៅដល់ពុកម៉ែបងប្អូនដែលគាត់ឆ្ងល់ណាតែអ្នកជេរខ្ញុំអត់ប្រាប់ទៅវិញទេទុកឲ្យឆ្ងល់មកជីវិតបាទព្រោះគាត់ធ្លាប់ជេរហើយអញ្ចឹងឲ្យគាត់ជេរទៀតទៅបាទជេររហូតដល់បិទមុងទៅបាទសម្រាប់បងប្អូនយើងដែលឆ្ងល់គឺខ្ញុំឲ្យគាត់ត្រឡប់មកវិញថ្ងៃទី16នេះពីព្រោះថ្ងៃទី16យើងត្រូវជុំគ្នាស្រោចទឹកដោះគ្រោះក្នុងក្លឹបទាំងអស់គ្នានេះជាមូលហេតុលោកបាទព្រោះទី1ថ្ងៃទី15អ្នកប្រកួតអីទៅអស់បាទទៅអស់ហើយអ្នកប្រកួតអ្នកអីហ្នឹងគឺចប់ថ្ងៃទី14បាទថ្ងៃទី14 15ហ្នឹងគឺចប់អស់គាត់ទៅលេងផ្ទះអស់ហើយបាទចឹងថ្ងៃ16ក៏គាត់មកត្រូវតែត្រឡប់មកវិញព្រោះយើងត្រូវស្រោចទឹករំដោះគ្រោះក្នុងក្លឹបទាំងអស់គ្នាហ្មងទាំងអស់គ្នាបាទចុះឧទាហរណ៍អ្នកវាយទី15អ្នកវាយថ្ងៃទី15ក៏គាត់ត្រូវតែមកដែរចឹងមានន័យថាចាំស្រោចទឹកហើយខ្ញុំទៅតែលេងផ្ទះវិញបាទគឺជារឿងធម្មតាបាទត្រូវស្រោចទឹកជុំគ្នាព្រោះយើងនៅជុំគ្នាមានខុសមានលើសមានខ្វះទៅគ្នាទៅវិញទៅមកហើយអបមង្គលនៅក្នុងក្លឹបទាំងអស់ទាំងឆ្នាំចាស់ឆ្នាំថ្មីអីសូមឲ្យទៅចំថ្ងៃឡើងស័កហ្នឹងគឺយើងស្រោចទឹកលៀងទាំងអស់គ្នាអូបាទនេះជាមូលហេតុដែលលោកគ្រូរិចគីក៏បាទតែប៉ុន្តែខ្ញុំបញ្ជាក់ឲ្យថាខ្ញុំប្រាប់នេះគឺខ្ញុំប្រាប់តែសម្រាប់ពុកម៉ែបងប្អូនដែលមានចម្ងល់ហើយគាត់ខមមិនសួរតែប៉ុណ្ណោះសម្រាប់អ្នកដែលខមមិនជេរខ្ញុំអត់ប្រាប់ទេបាទទុកឲ្យគាត់ជេរបន្តទៅទៀតបាទហ្នឹងហើយព្រោះមួយថ្ងៃទី14 15ឲ្យទៅលេងថ្ងៃបាទដាច់ខាតត្រូវត្រឡប់មកវិញព្រោះយើងត្រូវមកស្រោចទឹកដោះគ្រោះទាំងអស់គ្នាបាទហើយបងប្អូនគាត់ហើយថ្ងៃយើងនៅថ្ងៃ17ដើរលេងថ្ងៃទៀតណាបាទអញ្ចឹងបាទចំហាយយើងទៅវត្តភ្នំទៅទាំងអស់គ្នាទៅបាទនេះគឺជាមតិរបស់គ្រូរិចគីតាមបងប្អូនគាត់ខមមិនសួរក្នុង page បងបាទខ្ញុំក៏បានឃើញដែរបាទហើយក៏មានបងប្អូនយើងជេរដែរបាទអញ្ចឹងអ្នកជេរបន្តទៀតឆ្នាំថ្មីក៏ជេរឆ្នាំចាស់ក៏ជេរមកជេរបន្តទៀតទៅមកជីវិតហ្នឹងទៅបាទជេររហូតដល់បិទមឈូសបាទបិទមឈូសបាទនេះគឺជាវីដេអូគឺបិទគឺអស់ចម្ងល់ហើយបាទអស់ចម្ងល់លើមូលហេតុដែលគ្រូឲ្យមកថ្ងៃទី11បាទអរគុណច្រើនអរគុណបាទ